ពាក្យថាចុះតាមថ្នាល digital មិនមែនមានន័យថាបងប្អូនត្រូវតែទិញទូរស័ព្ទហើយចុះឈ្មោះខ្លួនឯងទេសន្តានីសង្គមដោយពីងភាសារាជរដ្ឋាភិបាលបង្កើតថ្នាល digital គឺដើម្បីឲ្យអ្នកដែលមានទូរស័ព្ទអ្នកដែលមានកុំព្យូទ័រអាចជួយចុះឈ្មោះឲ្យអ្នកដែលត្រូវចុះឈ្មោះសូមកុំយល់ច្រឡំថាតលតែមានទូរស័ព្ទដៃខ្លួនឯងបានទៅចុះឈ្មោះកើតណាយើងត្រូវការតែលេខទូរស័ព្ទទេអ្នកដតីអាចជួយចុះយើងបានប៉ុន្តែនៅពេលដែលគេសួរថាទូរស័ព្ទយើងលេខប៉ុន្មានដើម្បីអីដើម្បីគេតាក់ទងត្រឡប់មកវិញតែគេអត់បានតម្រូវថាអាទូរស័ព្ទ N70 អត់អាចចុះបញ្ជីបានទេទាំងនៅនេះមីស្ទីបែងចែកទាំងនៅក្នុងក្របខ័ណ្ឌមន្ទីររបស់ខ្លួនឯងផងបូកជាមួយនឹងសមាគមបូកជាមួយនឹងកន្លែងដទៃផ្សេងទៀតដែលគេមានគេអង្គុយក្បែរហ្នឹងគេជួយប្រាប់គេជួយចុះឲ្យបានតាគ្រាន់តែហៅអ្នកដែលចង់ចុះឈ្មោះហ្នឹងមកអង្គុយក្បែរយើងហើយយើងចុះឈ្មោះឲ្យគាត់បានតាអញ្ចឹងបងប្អូនដែលអត់ទាន់មានទូរស័ព្ទទំនើបគឺយើងអាចពឹងពាក់សហគមន៍យើងពឹងពាក់មេយើងជួយចុះឈ្មោះឲ្យប៉ុន្តែមិនមែនគាត់យកឈ្មោះយើងទៅចេះតែចុះដាក់លេខទូរស័ព្ទខ្លួនឯងទេអត់ទេតតែយើងអង្គុយក្បែរគាត់សួរអាស័យដ្ឋានឲ្យត្រូវលេខអត្តសញ្ញាណឲ្យត្រូវលេខគ្រួសារឲ្យត្រូវលេខទូរស័ព្ទឲ្យត្រូវអញ្ចឹងកន្លែងនេះខ្ញុំសូមកែតម្រូវបន្តិចថ្នាល digital មិនមែនមានន័យថាតម្រូវឲ្យប្រជាពលរដ្ឋកម្ពុជាត្រូវតែមានទូរស័ព្ទវៃឆ្លាតបានអាចប្រើថ្នាល digital បាននោះទេគឺយើងប្រើថ្នាល digital គឺជាសាខាគឺជាការិយាល័យរបស់ក្រសួងរបស់មន្ទីររបស់មន្ត្រីជំនាញដើម្បីធ្វើម៉េចឲ្យបងប្អូនយើងដែលត្រូវការសេវាសាធារណៈមិនចាំបាច់ទៅតែក្រសួងមិនចាំបាច់ទៅតែមន្ទីរមិនចាំបាច់ទៅការិយាល័យក្រុងស្រុកខណ្ឌទេគឺអាចអង្គុយជាមួយគ្នាណាពេលដែលយើងតនេយើងអាចធ្វើការជាមួយគ្នាបាន